មុខងារសំខាន់7យ៉ាងនៅក្នុង Telegram ដែលអ្នកប្រើប្រាស់ Telegram គួរតែដឹងខ្ញុំជឿថាបងប្អូនយើងមួយចំនួនធំគឺប្រើប្រាស់ Telegram ច្រើនមែនតើមិនថាតកតងមួយការឆាតទូទៅឬក៏ឆាតការងារឬក៏អាជីវកម្មនោះទេអញ្ចឹងហើយបងប្អូនត្រូវដឹងពីមុខងារសំខាន់និងប្រើ Telegram ឲ្យមានប្រសិទ្ធភាពអញ្ចឹងខ្ញុំនឹងធ្វើការលើកយកទៅលើ7ចំណុចក៏ដូចជា7មុខងារដែលអាចនឹងជួយបងប្អូនបានហើយបើសិនជាបងប្អូនបានមើលវីដេអូនេះកុំភ្លេចជួយធ្វើការចែករំលែកឲ្យអ្នកផ្សេងគាត់បានដឹងផងបាទសូមអរគុណអញ្ចឹងយើងទៅមើលមុខងារទី1មុខងារទី1គឺមុខងារសុវត្ថិភាពកន្លែងហ្នឹងសំខាន់មែនទែនយើងត្រូវអាសាឆែកមើលថាតើមានណាគេលួចលេង Telegram យើងដែរឬទេព្រោះតែមានអ្នកលួចលេងគេឆាតទឹកខ្ចីលុយអ្នកផ្សេងអីរឿងធំឲ្យយើងបាទអញ្ចឹងយើងត្រូវតែឆែកសុវត្ថិភាពទៅលើ Telegram របស់យើងអានេះមុខងារទី1ចឹងយើងចូលមកកាន់ setting យើងមកហើយបន្ទាប់មកយើងមើលកន្លែងនេះ device នេះអញ្ចឹងយើងចុចលើ device ហ្នឹងមកហើយមើលថាតើមានទូរស័ព្ទឬក៏ computer ណាដែលមិនមែនរបស់យើងត្រូវធ្វើការ log out ទូរស័ព្ទឬក៏ computer ហ្នឹងចេញពី Telegram របស់យើងជាបន្តបាទឧទាហរណ៍ថាក្នុងករណីបងប្អូនចង់ log out device ណាមួយបងប្អូនចុចលើវាទៅហើយបងប្អូនចុចកន្លែងនេះ terminate session នេះទៅជាការស្រេចបងប្អូនបាទមុខងារទី2គឺតកតងជាមួយនឹងមុខងារចាក់សោ Telegram បងប្អូនកន្លែងនេះមានន័យថាយើងចាក់សោកុំឲ្យអ្នកផ្សេងអាចចូលលេងឆាត Telegram របស់យើងបានដោយសេរីអីអ្នកខ្លះគាត់កាន់ទូរស័ព្ទរបស់យើងគាត់ចូលទៅកាន់ Telegram ឲ្យឆែកមើលរបស់យើងអីជាដើមគឺពិបាកមែនតើអញ្ចឹងបងប្អូនត្រូវតែចាក់សោ Telegram កុំឲ្យគេអាចចូលមើលបានដើម្បីចាក់សោ Telegram បងប្អូនចូលមក setting នេះមកហើយបងប្អូនចុចកន្លែង privacy and setting នេះមកហើយបងប្អូនយក passcode and face ID នេះមកបន្ទាប់មកបងប្អូនចុចលើ turn on passcode បាទអញ្ចឹងយើងចាក់សោទៅយើងដាក់លេខកូដសម្ងាត់6ខ្ទង់ទៅបាទបន្ទាប់មកវាឲ្យយើងដាក់ passcode ឡើងវិញបាទដាក់ដូចគ្នាមកអូខេហើយសម្រាប់បងប្អូនប្រើទូរស័ព្ទ iPhone បងប្អូនអាចបើក unlock with face ID នេះទៅក៏បានដែរអញ្ចឹងណាបងប្អូនបាទហើយយើងថយវិញទៅជាការស្រេចឲ្យបងប្អូនហើយមុខងារទី3គឺតាក់ទងជាមួយនឹងមុខងារបិទ auto invite ចូល group ឬក៏ channel មានបងប្អូនយើងណាខ្លះដែលត្រូវបានគេទាញចូល channel Telegram ឬក៏ group Telegram ទាំងយើងអត់បានដឹងបើមានគឺបងប្អូនអាចធ្វើការ comment ឲ្យខ្ញុំបានដឹងផងអញ្ចឹងដើម្បីអាចធ្វើការបិទបានគឺបងប្អូនអាចធ្វើតាមវីដេអូខ្ញុំនេះទៅបងប្អូននឹងធ្វើការបិទកុំឲ្យអ្នកផ្សេងទាញយើងចូល group ឬក៏ channel ញ៉ៃបាទកុំឲ្យ Telegram វាស្កាត់ពេកបាទបងប្អូនដើម្បីធ្វើការបិទកុំឲ្យគេ auto add យើងចូល group ឬក៏ channel បានយើងចូល setting ទៅហើយបងប្អូនចុចកន្លែង privacy and security នេះមកហើយបងប្អូនមើលកន្លែងនេះ invite បាទ invite នេះមកហើយបើសិនជាបងប្អូនចង់ឲ្យតើតែអ្នកជា friend របស់យើងអាច add យើងចូល group បានយក my contact មកតែបើសិនជាអត់ចង់តែម្ដងគឺបងប្អូនយក nobody នេះមកគឺអ្នកផ្សេងលែងអាច add យើងចូល group ឬក៏ channel ញ៉ៃទៀតហើយបងប្អូនហើយមុខងារទី4គឺតាក់ទងជាមួយនឹងមុខងារផ្ញើរូបភាពនិងវីដេអូឲ្យបានច្បាស់មុខងារមួយនេះគឺបងប្អូនអាចនឹងដឹងហើយមួយទៀតគឺមុខងារដែលផ្ញើសារឲ្យគេមើលឃើញតែម្ដងមើលបានតែម្ដងអាហ្នឹងក៏សំខាន់ដែរព្រោះតើតើមួយឯកសារមួយចំនួនរឿងមួយចំនួនយើងអត់ចង់ឲ្យគេមើលច្រើនដងឬក៏គេធ្វើការ forward ឬក៏ save ទៅញ៉ៃទេគឺបងប្អូនអាចប្រើមុខងារ view one ឲ្យគេមើលឃើញតែម្ដងគឺជាការស្រាច់បានហើយបងប្អូនបាទផ្ញើសារច្បាស់គឺនេះបងប្អូនចុចកន្លែងនេះចុចកន្លែង file នេះមកបាទចុចកន្លែងហ្នឹងឲ្យបងប្អូនយកជា file វិញបាទអញ្ចឹងយកជា file គឺយើង select from gallery នេះមកឧទាហរណ៍ថាខ្ញុំចង់ផ្ញើរូបមួយនេះចុចខ្ញុំ send វាមកអញ្ចឹងរូបជា file ចេះគឺវានឹងច្បាស់វាអត់កាត់ quality video ឬក៏រូបភាពយើងទេមិនថារូបភាពឬវីដេអូយើងធ្វើចឹងដូចគ្នាហើយសម្រាប់យើងចង់ផ្ញើឲ្យគេមើលឃើញតែម្ដងបាទសម្រាប់ការចង់ផ្ញើឲ្យគេមើលឃើញតែម្ដងបងប្អូនត្រូវចុចទៅលើរូបភាពហ្នឹងទៅនេះចុចលើវាចេញចេះមកបាទបន្តមកទៀតបងប្អូនចុចកន្លែងនេះបាទចុចលើវាហើយបងប្អូនយកពាក្យថា view one ឬក៏3វិនាទី10វិនាទី30វិនាទីចឹងទៅចឹងអានេះខ្ញុំយក view one គេមើលឃើញតែម្ដងគឺគេលែងមើលបានទៀតហើយគេអាច save ឬក៏ forward ឲ្យណាគេឬក៏ screenshot ឲ្យបានទៀតទេចឹងខ្ញុំយក view one នេះបាទហើយខ្ញុំចុច send ទៅចឹងកាលណា view one វាចេញទម្រង់បែបនេះគេមើលបានតែម្ដងនេះលេខ1នេះបងប្អូនបាទអញ្ចឹងយើងផ្ញើឲ្យច្បាស់និងផ្ញើឲ្យគេមើលម្ដងគឺមានប៉ុណ្ណឹងបងប្អូនហើយមុខងារទី
តាក់ទងជាមួយនឹងមុខងារ clear cache នៅក្នុង Telegram បើសិនជាទូរស័ព្ទបងប្អូនមើលនៅក្នុង Telegram អាសាកាំងអាសាអីគឺបងប្អូនអាចទៅ clear cache នៅក្នុង Telegram ទៅកុំឲ្យវាច្រើន G ពេកដែលធ្វើឲ្យទូរស័ព្ទរបស់យើងរៀងកាំង slow ហើយឆាប់ពេញ memory បាទអញ្ចឹងដើម្បី clear cache បងប្អូនចុចកន្លែង setting នេះទៅហើយចុចកន្លែង data and storage នេះមកនេះបងប្អូនឃើញstorage usage អស់ 3.7G អញ្ចឹងបើសិនជាបងប្អូនអត់ដែលបាន clear ទេអាចនឹងច្រើនជាងខ្ញុំទៀតអញ្ចឹងយើង clear cache នេះមកបាទយើងចុច clear entire cache នេះមកហើយយើងចុច clear ម្ដងទៀតមកវានឹងធ្វើការលុប cache នឹងចោលហើយអញ្ចឹងវានឹងកាត់បន្ថយទំហំ G ឬក៏វានឹង save space នៅក្នុងទូរស័ព្ទដៃរបស់យើងហើយសម្រាប់បងប្អូនដែលមួយ Telegram ឬក៏មើលវីដេអូអីនៅក្នុង Telegram អត់បានគឺ clear ទៅយើងអាចមើលធម្មតាមកវិញបានហើយអញ្ចឹងណាបងប្អូនអូខេអានេះ 100% បងប្អូនអញ្ចឹង clear តាក់ទងមួយ storage ហ្នឹងហើយបាទហើយកន្លែង network data នេះបងប្អូនចុច reset static មកតង់ទៀតទៅបាទអូខេមកប៉ុណ្ណឹងជាការស្រេចបងប្អូនហើយមុខងារទី6តាក់ទងជាមួយនឹងមុខងារបិទ auto save ទៅលើរូបភាពនិងវីដេអូបើសិនជា Telegram បងប្អូនគ្រាន់តែមើលរូបភាពគ្រាន់តែមើលវីដេអូវា save ចូលមកកាន់ photo យើងដែលស្វ័យប្រវត្តិបងប្អូនទៅតែបិទកុំឲ្យវា save មកស្វ័យប្រវត្តិពេកវាធ្វើឲ្យស្កាស់ទៅលើរូបភាពនៅក្នុង photo របស់យើងវីដេអូនៅក្នុង photo របស់យើងចាំអាវីដេអូនិងរូបភាពណាដែលយើងចង់ធ្វើការ download ចាំយើងចុច download ទៅអញ្ចឹងវាអត់សូវស្កាស់ហើយអត់ញ៉ៃនៅក្នុង photo យើងទេបាទអញ្ចឹងដើម្បីបិទកុំឲ្យវា save រូបភាពនិងវីដេអូដោយស្វ័យប្រវត្តិបានបងប្អូនចូលកន្លែងនេះ data and storage នេះមកបាទចុចលើវាទៅហើយបងប្អូនមើលកន្លែងនេះ save to photo នេះកន្លែង private chat នេះបងប្អូនបិទទាំងពីរមកនេះ photo and video ហើយកន្លែង group chat នេះបងប្អូនបិទទាំងពីរមកបាទហើយកន្លែង channel ក៏យើងធ្វើការបិទទាំងអស់ដែរទាំងរូបភាពទាំងវីដេអូបងប្អូនធ្វើការបិទកុំឲ្យវា save មិនថា private chat មិនថា group chat មិនថា channel ទេយើងបិទឲ្យចេញ out បែបនេះមកគឺវាលែង save ដោយស្វ័យប្រវត្តិហើយមិនថារូបភាពនិងវីដេអូយើងធ្វើប៉ុណ្ណឹងជាការស្រេចហើយមុខងារទី7មុខងារចុងក្រោយគឺជាការបិទតាក់ទងជាមួយនឹងឈ្មោះនិងសារអ្នកដែលបានឆាតមកយើងនៅក្នុង Telegram អញ្ចឹងពេលខ្លះយើងអង្គុយក្បែរមិត្តភ័ក្តិឬក៏បងប្អូនយើងទៅស្រាប់តែមានតែឆាតមកលោតឈ្មោះនិងសារដែលគេបាននិយាយនៅក្នុង Telegram ហ្នឹងអញ្ចឹងបងប្អូនអត់ចង់ឲ្យអ្នកផ្សេងដឹងទេអានេះគឺ privacy របស់យើងបិទឈ្មោះនិងបិទសារដែលគេបានឆាតមកអាហ្នឹងក៏ជាសុវត្ថិភាពក៏ដូចជាsecure មួយសម្រាប់យើងកុំឲ្យគេដឹងថាគេអ្នកផ្សេងគាត់បានឆាតមកពីអីនិងនិយាយអីដែរបាទបីបិទបានបងប្អូនចូលទៅរកកម្មវិធី Telegram អញ្ចឹងយើងចូលមកកាន់ setting ហើយយើងចូលមកកាន់ app យើងមកបាទអញ្ចឹងយើងរក Telegram បងប្អូនបាទរកកម្មវិធី Telegram ហ្នឹងមកនេះ Telegram ហើយបងប្អូនមើលកន្លែងនេះតាក់ទងជាមួយនឹង notification បាទចុចលើ notification នេះទៅបងប្អូនមើលកន្លែងតាក់ទងជាមួយនឹង preview នេះ show preview នេះបងប្អូនចុចលើវាមកហើយបងប្អូនយក never មកបាទអញ្ចឹងហើយយើងថយមកវិញទៅជាការស្រេចឲ្យបងប្អូនអញ្ចឹងខ្ញុំសង្ឃឹមថាមុខងារទាំង7នេះនឹងជួយបងប្អូនហើយបើសិនជាបងប្អូនមានមុខងារណាដែលល្អបងប្អូនអាចធ្វើការចែករំលែកបានដូចគ្នាដែរបាទបងប្អូនអាចធ្វើការ comment នៅខាងក្រោមបានហើយបើសិនជាបងប្អូនបានមើលវីដេអូរបស់ខ្ញុំហើយសូមបងប្អូនកុំភ្លេចជួយចុច like ចុច follow និងធ្វើការ subscribe ដើម្បីទទួលបានវីដេអូថ្មីៗនិងល្អៗជាច្រើនពីខាងយើងខ្ញុំបន្ថែមទៀតសូមអរគុណ